Bàសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពី content មួយដែលផ្ទុះអញ្ចឹង content ហ្នឹងគឺយើងឃើញហើយគឺយើងចូលចិត្តមើលបាទទោះបីមើលហើយខ្លាចឬក៏ពិបាកក្នុងការមើលក៏ដោយបាទអញ្ចឹង content ហ្នឹងគឺជា content បាទវីដេអូញិចមុនឬក៏សម្អាតផ្ទៃមុខអីហ្នឹងបាទអញ្ចឹងយើងតែងតែចូលចិត្តមើល content ប្រភេទហ្នឹងអញ្ចឹងបរទេសក៏ចូលចិត្តមើលដូចគ្នាដែរចឹង content ហ្នឹងខ្ញុំដាក់ថា50-50ដោយសារខ្ញុំផ្ដោតទៅលើ content ដែលអ្នកទាំងអស់គ្នាយកមកពីគេអញ្ចឹងមានន័យថាឧទាហរណ៍ថាយើងដាក់ធ្វើនៅលើ YouTube អញ្ចឹងយើងទៅយកវីដេអូពីគេពី TikTok ឬក៏បណ្ដាញសង្គមអីផ្សេងក្រៅពី YouTube យកមកកាត់តបន្ថែមដើម្បីផ្ដាច់ copyright អញ្ចឹងនៅពេលកាត់ផ្ដាច់ copyright ទៅយើងអាចផុសនៅលើ YouTube បានអញ្ចឹងនៅពេលអ្នកនរគ្នាផុសនៅលើ YouTube គឺយើងអាចរក subscribe បាទឬមួយក៏រក view សម្រាប់រកលុយតាមរយៈ YouTube Short ឯជាដើមបាទអញ្ចឹងបច្ចុប្បន្ននេះ content បែបហ្នឹងក៏គេអាចធ្វើដោយ AI ដែរគ្រាន់តែវីដេអូនេះខ្ញុំបង្ហាញអំពី content ដែលយើងយកពីគេមកសិនអញ្ចឹងបើមានឱកាសក្រោយខ្ញុំនឹងបង្ហាញអំពី content ដែលយើងធ្វើដោយ AI ផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប search របៀបស្វែងរកអញ្ចឹងអ្នកនរគ្នាបើក TikTok ទៅអ្នកនរគ្នា search ពាក្យ clean fake wall នេះឬក៏ clean fake បាទអញ្ចឹងនៅពេលអ្នកនរគ្នា search បែបហ្នឹងទៅនឹងឃើញជាច្រើនបាទអញ្ចឹងយើងអាចបើកមើលវីដេអូណាដែលយើងចង់ download មកអញ្ចឹងយើងធ្វើការ download ទុកទៅបាទអញ្ចឹង download ហើយយកទៅកាត់ផ្ដាច់ copyright នៅក្នុងបាទកម្មវិធីកាត់តវីដេអូណាមួយដូចជាកម្មវិធី CapCut ឬក៏កម្មវិធីផ្សេងៗទៀតដែលអ្នកទាំងអស់គ្នាអាចកាត់តបានអញ្ចឹងបើអាចអ្នកទាំងអស់គ្នាយក content ដែលបរទេសធ្វើមកកុំយក content ខ្មែរគ្នាឯងអីបាទអញ្ចឹងមួយទៀតអ្នកទាំងអស់គ្នាអាចប្រើ tool របស់ខ្ញុំ download បានបាទនេះជា tool ដែលខ្ញុំបញ្ចេញយូរហើយអញ្ចឹង tool ហ្នឹងតាមពិតខ្ញុំដាក់លក់ទេតែបច្ចុប្បន្ននេះខ្ញុំចង់ឲ្យអ្នកដែល subscribe channel ខ្ញុំអ្នកដែលតាមដាន channel ខ្ញុំគាត់ប្រើ free ទៅបាទអញ្ចឹង tool នឹងត្រូវការ key license អ្នកទាំងអស់គ្នាអាច download វីដេអូពី TikTok បាទម្ដងមួយ profile បានយកមកកាត់តហើយខ្ញុំក៏ធ្លាប់បានបង្ហាញពីរបៀបប្រើប្រាស់អីច្រើននៅលើ YouTube របស់ខ្ញុំហ្នឹងបាទអញ្ចឹងបញ្ជាក់បាទ content នេះគឺជា content ដែលផ្ទុះប៉ុន្តែខ្ញុំនិយាយថា50នៃ50ដោយសារយើងយកវីដេអូគេមកបាទពេលខ្លះយើងដាក់ YouTube បាទយើងអាចរក subscribe បានឬក៏ YouTube បាទបើក monetize ឲ្យយើងទៅប៉ុន្តែពេលខ្លះទៀតបាទ YouTube អាចនឹងចាប់ copyright អញ្ចឹងទៅប៉ុន្តែឧទាហរណ៍ថាអ្នកនរគ្នាធ្វើទៅមានផ្ទុះ view បាទគេមើលច្រើនបាទគេឡើង subscribe អីហ្នឹងទៅពេល YouTube បើកឲ្យរកលុយYouTube ចាប់វីដេអូអ្នកទាំងអស់គ្នាអញ្ចឹងអ្នកនរគ្នាអាចលុបវីដេអូហ្នឹងចោលទៅហើយដាក់វីដេអូបង្កើតដោយ AI ឬក៏វីដេអូដែលអត់ជាប់ទៅគឺក៏ចំណេញយើងដែរវាអត់មានអីត្រូវខាតទេបាទអញ្ចឹងយើងធ្វើបែបនេះដើម្បីឲ្យឆាប់ដល់គោលដៅលឿនបាទមានន័យថាយើងយក content ណាដែលជា content viral content trending ដែលគេពេញនិយមអញ្ចឹងណាបាទអញ្ចឹងខ្ញុំគ្រាន់បង្ហាញប៉ុណ្្នឹងទេទៅកាន់អ្នកទាំងអស់គ្នាចង់ធ្វើអីធ្វើ content ហ្នឹងទៅបាទអញ្ចឹងវីដេអូបន្ទាប់ទៀតខ្ញុំអាចនឹងបង្ហាញពីការកាត់ផ្ដាច់ copyright ខ្ញុំធ្លាប់បានបង្ហាញដែរប៉ុន្តែអត់ដឹងថាអ្នកទាំងអស់គ្នារកវីដេអូហ្នឹងឃើញអត់ទេបាទអញ្ចឹងការកាត់ផ្ដាច់ copyright នៅលើ CapCut អត់មានអីពិបាកទេបាទពាក្យថាកាត់ផ្ដាច់ copyright គឺមានន័យថាធ្វើវីដេអូហ្នឹងឲ្យខុសពីទម្រង់ដើមរបស់គេឧទាហរណ៍អ្នកនរគ្នាយកវីដេអូដើមរបស់គេមកយកមក crop វីដេអូហ្នឹងឲ្យរាងសាយតូចបដូរសំឡេងកុំឲ្យដូចសំឡេងដើមរបស់គេបដូរ color បាទដាក់វីដេអូហ្នឹងបញ្ច្រាស់អាហ្នឹងគេហៅថាការកាត់ផ្ដាច់ copyright ហើយមានន័យថាកុំឲ្យវីដេអូហ្នឹងដូចជាមួយនឹងទ្រង់ទ្រាយវីដេអូដើមរបស់គេបាទអញ្ចឹងគេតែនិយាយថាកាត់ផ្ដាច់ copyright បាទអញ្ចឹងវីដេអូនឹងមានប៉ុណ្ណឹងកុំភ្លេច subscribe channel របស់ខ្ញុំផងខ្ញុំនឹងវិលមកជួបអ្នកនរគ្នាច្រើនទៀតនៅលើ channel YouTube បាទ